ជំរាបសួរចាសួស្តីបងប្អូនទាំងអស់គ្នាចារាត្រីនេះក៏ដូចជារៀងរាល់រាត្រីដែរតែងតែជួបជាមួយនឹងនាងខ្ញុំចាក្នុងការអានសៀវភៅមុនចូលគេងចារាត្រីនេះយើងអានដល់អត្ថបទទី4ដែលមានចំណងជើងថាខ្ញុំស័ក្តិសមនឹងកន្លែងណាចាតែអត្ថបទទី4នេះដកស្រង់ចេញពីសៀវភៅគ្រប់គ្រងខ្លួនឯងចាដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ Peter Druckerប្រែសម្រួលដល់លោកឡាំលីមចាអត្ថបទនេះមានអត្ថន័យយ៉ាងណាចាបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាណាចាចង់ដឹងខ្លួនឯងស័ក្តិសមនឹងកន្លែងណាមួយគឺបុគ្គលគ្រប់រូបជាពិសេសអ្នកធ្វើការចំណេះដឹងគួរពិចារណាឆ្លើយសំណួរសំខាន់3នេះចាតើខ្ញុំមានចំណុចខ្លាំងអ្វីខ្លះតើខ្ញុំធ្វើការល្អបំផុតដោយរបៀបណានិងតើទៅជាចានឹងតើអ្វីទៅជាគុណតម្លៃរបស់ខ្ញុំចាចំពោះមនុស្សភាគច្រើនការសម្រេចចិត្តថាខ្លួនស័ក្តិសមនឹងកន្លែងណាមិនគួរធ្វើឡើងនៅដំណាក់កាលដំបូងនៃអាជីពឡើយចាជាការពិតទៅមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងថាតាំងពីក្មេងខ្លួនឯងស័ក្តិសមនឹងកន្លែងណាឧទាហរណ៍គណិតវិទូតន្ត្រីករនិងចុងភៅជាទូទៅបង្ហាញទេពកោសល្យពិសេសរបស់ខ្លួនតាំងពីអាយុ4ឬ5ឆ្នាំចំណែកឯវិជ្ជបណ្ឌិតវិញជាទូទៅសម្រេចចិត្តក្លាយជាគ្រូពេទ្យនៅវ័យជំទង់ឬអាចមុនវ័យជំទង់ផងមិនដឹងចាប៉ុន្តែមនុស្សភាគច្រើនជាពិសេសអ្នកដែលមានទេពកោសល្យខ្ពស់មិនទាន់ដឹងច្បាស់ថាខ្លួនស័ក្តិសមនឹងកន្លែងណារហូតដល់អាយុ26ឆ្នាំឬអាយុច្រើនជាងនេះទោះបីជាស្ថិតនៅក្នុងវ័យណាក្តីមនុស្សគ្រប់រូបគួរតែដឹងច្បាស់ពីចំណុចខ្លាំងរបស់ខ្លួនឯងចារបៀបរបបធ្វើការដែលស័ក្តិសមនឹងខ្លួនឯងចានិងគុណតម្លៃរបស់ខ្លួនឯងឬផ្ទុយទៅវិញមនុស្សគួរតែដឹងច្បាស់ពីកន្លែងដែលមិនស័ក្តិសមនឹងខ្លួនឯងដូចគ្នាបើយើងដឹងថាយើងមិនស័ក្តិសមនឹងធ្វើការនៅក្នុងស្ថាប័នធំទេយើងគួរតែរៀនបដិសេធថាទេនៅពេលដែលមានឱកាសចូលធ្វើការក្នុងស្ថាប័នធំបើយើងមិនស័ក្តិសមនឹងតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តទេយើងគួររៀននិយាយបដិសេធថាទេនៅពេលដែលមានឱកាសក្លាយជាអ្នកធ្វើសេចក្តីសម្រេចចិត្តចាមនុស្សជាច្រើនចាមនុស្សដូចជាឧត្តមសេនីយ៍ George Patton ដែលទំនងជាមិនបានដឹងពីចំណុចនេះពេញមួយជីវិតរបស់ខ្លួនគួរតែរៀនបដិសេធតួនាទីជាមេបញ្ជាការឯករាជ្យពីព្រោះតួនាទីនេះប្រហែលជាមិនស័ក្តិសមនឹងទេពកោសល្យពិតរបស់លោកឡើយហើយលោកគួរទទួលយកតួនាទីជាអ្នកក្រោមបង្គាប់ជាជាន់ខ្ពស់ឆ្នើមមួយរូបវិញចា៎តួនាទីជាអ្នកក្រោមបង្គាប់ជាន់ខ្ពស់ឆ្នើមមួយរូបចា៎ប្រហែលជាស័ក្តិសមនឹងឧត្តមសេនីយ៍ George Patton ជាងចា៎កាលបើបុគ្គលម្នាក់បានពិចារណាយ៉ាងច្បាស់លាស់អំពីសំណួរទាំង3នេះពេលដែលមានឱកាសការងារណាឬមានតួនាទីការងារណានិងភារកិច្ចសមស្របចំពោះខ្លួនឯងមកដល់គឺបុគ្គលនឹងអាចនិយាយយ៉ាងច្បាស់លាស់ថាបាទចាស់ខ្ញុំមានសមត្ថភាពអាចធ្វើការនេះបានប៉ុន្តែសូមយល់ថារបៀបរបបធ្វើការរបស់ខ្ញុំគឺរបៀបនេះខ្ញុំត្រូវការរចនាសម្ព័ន្ធការងារបែបនេះរបៀបទំនាក់ទំនងរបស់ខ្ញុំជាអ្នករួមការងារដទៃគឺបែបនេះលទ្ធផលដែលអ្នកកំពុងលទ្ធផលដែលអ្នករំពឹងពីខ្ញុំគួរតែបែបនេះហើយអាចសម្រេចបានក្នុងរយៈពេលនេះពីព្រោះនេះជាបុគ្គលិកលក្ខណៈរបស់ខ្ញុំចានិងសមត្ថភាពរបស់ខ្ញុំចាក្នុងអាជីពការងារមនុស្សមិនអាចទទួលបានជោគជ័យដោយផែនការដែលបានរៀបចំទុកយ៉ាងល្អឡើយប៉ុន្តែ
មនុស្សគ្រប់គ្នាត្រូវយល់ដឹងពីចំណុចខ្លាំងរបស់ខ្លួនឯងរបៀបរបបធ្វើការរបស់ខ្លួនឯងនិងគុណតម្លៃរបស់ខ្លួនឯងចា៎ហើយត្រូវត្រៀមខ្លួនចាប់យកឱកាសដែលមកដល់ចំពោះមុខដរាបណាមនុស្សអាចធ្វើដូច្នេះបានជោគជ័យនឹងតាមមកដោយឯងចា៎ការដឹងច្បាស់ពីកន្លែងដែលស័ក្តិសមនឹងខ្លួនឯងអាចជួយឲ្យបុគ្គលដែលមានសមត្ថភាពធម្មតាទុកចាធម្មតាម្នាក់คล้ายជាអ្នកអនុវត្តការងារឆ្នើមមួយរូបចាត្បិតឲ្យតែបុគ្គលដែលមានសមត្ថភាពចាធម្មតាជាមនុស្សឧស្សាហ៍ព្យាយាមនិងមានសមត្ថភាពក្នុងវិស័យការងារដែលស័ក្តិសមនឹងខ្លួនឯងចាបងប្អូនអត្ថបទទី4ខ្លីបងប្អូនចាអញ្ចឹងនាងខ្ញុំបានអានអត្ថបទទី4នេះដល់ពេលបញ្ចប់ទៅហើយបងប្អូនចាហើយនាងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងនិងសំឡេងរំខានចារួមទាំងពាក្យពេចន៍មិនសមរម្យខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់នាងខ្ញុំផងចារាត្រីនេះក៏សូមអរគុណសូមជម្រាបលារាត្រីសួស្តី